នេះបងប្អូនមកលើកមុនអត់បានខំមករកប្រាសាទហ្នឹងអូមកពពួកចកានេះបងប្អូនអរគ្នានេះដល់ភ្នំប្រាសាទហើយបងប្អូនឥឡូវយើងត្រៀមតឡើងទេបាទប្រុកឲ្យកញ្ចររឹកទៅមិនដឹងកំប្រុកនោះហើយភ្នំប្រាសាទខាងត្បូងនោះលើភ្នំបងប្អូនអរគ្នាឥឡូវមកដល់នេះមកដល់ឡើងដល់ភ្នំតែខ្ញុំធ្លាប់មកមានប្រាសាទតែឥឡូវអត់ឃើញប្រាសាទពងរងបងប្អូនអរគ្នាមានប្រាសាទឥឡូវពងរងប្រាសាទណាអូនោះនៅក្រៅមកអត់ខំដើររស់នៅក្រៅមកនោះប្រាសាទនៅក្រៅមកនោះបាទបងប្អូនអរគ្នានេះមកដល់កន្លែងរូបសំណាកព្រះពុទ្ធចូលបរិនិព្វានបងប្អូនអរគ្នានេះធំហើយប្រាសាទនៅខាងក្រៅមកប្រាសាទបងប្អូនអរគ្នានោះប្រាសាទនៅខាងក្រៅឥឡូវយើងចាំទៅមើលប្រាសាទធម្មតាលឺមើលនេះប្រាសាទនេះយូរណាបងប្អូនអរគ្នាយូរណាមិនតែសាងសង់ទេប្រាសាទតាំងពីបុរាណមកបងប្អូនអរគ្នាហើយប្រាសាទនេះនិយាយទៅប្រាសាទភាគច្រើនធ្វើសម្រាប់គ្រប់បូជាទីសក្ការៈទឹកណក់មកពីលើនេះអូទឹកណក់មកពីលើនោះនេះថ្មភ្នំបាទចុះនេះបងប្អូនមកលើកមុនអត់បានខំមករកប្រាសាទហ្នឹងធ្លាប់មកដល់ពេលលើកមុនមករត់ឃើញចុះរត់ឃើញបងប្អូនអរគ្នាថ្លៃប្រហើយតោះនេះប្រាសាទបុរាណចំតែម្ដងបាទមើលចម្លាក់ក្បាច់ក្បូរនេះមិនដឹងតំណាងអីខ្លះទេបងប្អូនហើយដោយសារតែមានការខូចខាតបែកបាក់បន្តិចបែកបាក់អញ្ចឹងត្រូវតែមានការសាងសង់ជួសបន្ថែមឡើងវិញខ្លះនេះឥឡូវមើលហាមឡើងបងប្អូនដោយសារមានការខូចខាតបែកបាក់មិនដឹងធ្វើពីថ្មអីទេបងប្អូនអើយខ្ញុំមិនអត់ដឹងនេះបងប្អូនហើយភាសាស្ដាប់ដឹងក្នុងមានអីទេបងប្អូនអរគ្នាកម្ពុជាបិទទ្វារបាត់ទៅទុំហាមថតមិនរត់មិនដែរមានរងមិនដែរមិនរត់ไปសងនៅនឹងឡើយហ៊ាននិយាយបងប្អូនមើលទស្សនាប្រាសាទយើងថតផ្ដិតផ្សិតផ្សងយើងមើលចម្លាក់មានផ្តែមានអីឡើយនោះគាត់អើយអត់ឲ្យថតទេបងប្អូនអរគ្នាឲ្យថតអត់ឲ្យថតក្នុងនេះយើងថតប្រាសាទក្រៅតាមករត់លែងហើយម្ដងនេះបងប្អូនតោះនេះដើមផ្កាអីគេខ្លះនេះអូមកពពួកចកានេះស្រស់ស្អាតនេះនៅក្នុងចូលមើលមិញបងប្អូនអរគ្នាសុទ្ធដុំថ្មធំហើយមានរូបបដិមាព្រះពុទ្ធសម្រាប់គោរពបូជាអញ្ចឹងបងប្អូនផ្លូវឡើងមកមិញនេះថ្មធម្មជាតិណាបងប្អូនធម្មជាតិតែអត់មានស្មៅដោះបើកន្លែងផ្សេងទៀតមានស្មៅទៀតបងប្អូនមើលនេះដើរឡើងទៅលើនោះទៀតជ្រុលផ្ញើម៉ូតូកន្លែងនោះហើយតោះឡើងលើមកចាំជិះម៉ូតូឡើងហើយតោះវីដេអូ channel នេះដាក់ប្រាសាទបងប្អូននេះថតប្រាសាទថតប្រាសាទត្រូវអញ្ចឹងដាក់ក្នុង channel ហ្នឹងហ្មងបងប្អូននេះប្រាសាទ
បងប្អូនណាដែលធ្លាប់មកលេងហើយនឹងអត់តន់ធ្លាប់មកលេងខ្លះបងប្អូននៅភ្នំម្ដុំតំបន់ទេសចរភ្នំប្រសិទ្ធបងប្អូនគ្នានៅតំបន់ភ្នំប្រសិទ្ធអត់សើមនេះបងប្អូនហើយនេះមានទឹកងក់លើថ្មធម្មជាតិហ្មងបើថាដាក់ទឹកមិនដាក់ទឹកទេណាដាក់ទឹកមិនបងប្អូនឥឡូវយើងបាយឯភាសាបងប្អូនអរគ្នាមកនេះមានបាននិយាយប្រវត្តិនិយាយអីទេបងប្អូនអរគ្នាភាសាអត់បានស្រាវជ្រាវឲ្យខ្ញុំភ្លេចច្រើនដែរបងប្អូនអរគ្នាកាន់តែថតទស្សនភាពប្រាសាទឲ្យបងប្អូនយើងបានទស្សនាអញ្ចឹងបងប្អូនអរគ្នាហើយឥឡូវបាទហ្នឹងហើយបងប្អូនអរគ្នាជាចុងក្រោយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងហើយបងប្អូនអរគ្នាហើយថ្ងៃនេះវីដេអូហ្នឹងគឺខ្ញុំកាត់ខ្លីៗទេហើយគឺថតតែកន្លែងប្រាសាទនៅភ្នំប្រាសាទហ្នឹងប៉ុន្តែវីដេអូប្លុកមួយទៀតខ្ញុំដាក់វែងហ្មងនៅលើបែបខាងហ្នឹងគឺច្រើនហ្មងអញ្ចឹងនេះខ្ញុំកាត់ខ្លីៗទេបងប្អូនអរគ្នាកាត់យកតែកន្លែងប្រាសាទហ្នឹងទេអញ្ចឹងបងប្អូនចង់តាមដានកុំភ្លេចចុចពាក្យជាវឬ Subscribe នឹងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំផុសវីដេអូទៅបង្ហោះវីដេអូទៅបងប្អូននឹងឃើញអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសុខសប្បាយជម្រាបលាបងប្អូនអរគ្នាបាទ